Xe mùiប្រិយមិត្តរុក្ខជាតិទាំង5ប្រភេទជួយបង្កើនទំនាក់ទំនងស្នេហាឲ្យរត់តែផ្អែមល្ហែមនិងមានក្តីសុខជាមួយគ្នាទៅវិញទៅមកនៅពេលដែលលោកអ្នកមានសម្ព័ន្ធភាពស្នេហាដូច្នេះកុំភ្លេចបើអាសាឆ្លោះគ្នាពេកសូមដាំរុក្ខជាតិទាំង5ប្រភេទនេះចង់ដឹងថារុក្ខជាតិទាំង5ប្រភេទដែលតាក់ទាញឲ្យស្នេហាស្អិតល្មួតផ្អែមល្ហែមដូចទឹកឃ្មុំជារុក្ខជាតិអ្វីខ្លះតោះប្រិយមិត្តចូលស្ដាប់ខ្ញុំបានលម្អិតជូនដូចតទៅទស្សនិកជនជាទីមេត្រីសម្រាប់អ្នកដែលកំពុងស្វែងរកជំនួយដើម្បីជួយបង្កើនស្នេហានិងចង់ឲ្យខ្លួនឯងមានមនុស្សចូលចិត្តជាច្រើនថ្ងៃនេះខ្ញុំបាននឹងបង្ហាញរុក្ខជាតិមួយចំនួនដែលគេជឿថាជួយបង្កើនស្នេហានិងភាពទាក់ទាញបានយ៉ាងច្រើនផងដែររុក្ខជាតិទាំង5ប្រភេទដែលជួយបង្កើនស្នេហាឲ្យលោកអើនិងស្អិតរមួតនិងទាក់ទាញឲ្យគេអាណិតមានដូចជាទី1ផ្កាកុលាបក្រហមនិយាយអំពីផ្កានៃដើមឈើអំពីស្នេហាគេមិនអាចជៀសបានទេដែលមិនគិតដល់ផ្កាកុលាបវាគឺជាផ្កាតំណាងឲ្យសេចក្តីស្រឡាញ់ដោយត្រូវបានផ្ដល់ឲ្យមនុស្សសំខាន់ណាម្នាក់ក្នុងឱកាសផ្សេងៗគេជឿថាផ្កាកុលាបក្រហមវាជានិមិត្តរូបនៃសេចក្តីស្រឡាញ់មិនចេះរីងស្ងួតរបស់ដៃគូចំណែកអ្នកនៅលីវមានជំនឿថាការដាំផ្កាកុលាបក្រហមនឹងជួយបង្កើនស្នេហាបង្កើនភាពទាក់ទាញហើយប្រកបជាជួបស្នេហ៍ល្អជាក់ជាមិនខានទី2ប្រទាលម្ជុលលឿងវាជារុក្ខជាតិដ៏ល្អមួយដែលគេជឿថាបើដាក់ដាំនៅផ្ទះនឹងបង្កើនភាពទាក់ទាញយ៉ាងខ្លាំងក្រៅពីជួយលើកស្ទួយភាពទាក់ទាញខាងស្នេហាប្រទាលម្ជុលលឿងក៏ល្អសម្រាប់ពាណិជ្ជករនិងម្ចាស់អាជីវកម្មនានាផងដែរដោយសារតែគេជឿថាវានឹងជួយបង្កើនទ្រព្យសម្បត្តិនៃការជួញដូរចំណេញជាងមុនជួយក្នុងបញ្ហាលំបាកមកជាសំណាងល្អផងដែរទី3រុក្ខជាតិកាឡុងគេជឿថាបើអ្នកបានដាំផ្កាកាឡុងនឹងជួយលើកកម្ពស់ប្រធានបទនៃសេចក្តីមេត្តាករុណាដ៏អស្ចារ្យជួយឲ្យស្នេហាមានភាពផ្អែមល្ហែមជាពិសេសវាក៏ជួយលើករាសីហើយបន្ថែមពីនោះវាក៏ជារុក្ខជាតិនាំសំណាងផងដែរទី4ប្រទាលទេវតា8ទិសគ្រាន់តែឮឈ្មោះក៏គេដឹងថាជារុក្ខជាតិហុងស៊ុយមិនធម្មតានោះឡើយហើយជាពិសេសគេឃើញជាញឹកញាប់នៅតាមផ្ទះជាច្រើនដែលនិយមដាំពណ៌ស្រស់ស្អាតដូចជាពណ៌ផ្កាឈូកជាមួយពណ៌សដែលបង្ហាញអត្ថន័យល្អផងដែរប្រទាលទេវតា8ទិសនឹងបង្កើនភាពទាក់ទាញដល់អ្នកដាំដុះធ្វើឲ្យមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍និងការស្រឡាញ់រាប់អានជាច្រើនផងដែរទី5រុក្ខជាតិអាម៉ារ៉ាន់ដូចដែលឈ្មោះបានបង្ហាញវាគឺជាផ្កាដែលត្រូវបានគេជឿថាអាចជួយឲ្យស្នេហារីកដុះដាលមិនចេះចប់បើអ្នកណាមានគូស្នេហ៍វានឹងជួយលើកកម្ពស់ឲ្យផ្លែផ្កានៃសេចក្តីស្រឡាញ់ហើយនឹងជួយគូស្នេហ៍ឲ្យកាន់តែស្រឡាញ់គ្នាខ្លាំងឡើងមួយកម្រិតថែមទៀត